Alright so នៅក្នុង panel discussion ថ្ងៃហ្នឹងបងនឹងដែលនិយាយទៅក្នុង4ចំណុចធំធំទី1គឺ finance as a university student លុយនៅពេលដែលយើងជាសិស្សសាលាតែយើងត្រូវធ្វើម៉េចនៅពេលដែលខ្ញុំបានការងារដំបូងខ្ញុំមានការងារធ្វើហើយតែប្រាក់ខែខ្ញុំមិនឡើងសោះតែខ្ញុំត្រូវធ្វើម៉េចដើម្បីក្លាយជាអ្នកមានលឿនចាកន្លែងហ្នឹងបងចង់ដឹងដែរចាចុងក្រោយបំផុតគឺតាក់ទងជាមួយនឹង financial identity and compliance so my first question I would like to ask ឡៃហេងមានរឿងមួយដែលឡៃហេងធ្លាប់ប្រាប់បងតាក់ទងរឿង iPhone រឿង iPhone ក៏ដូចជារឿងដែលឡៃហេងត្រូវទទួលបន្ទុកលើខ្លួនឯងនៅពេលដែលឡៃហេងនៅសាកលវិទ្យាល័យបងចង់ឲ្យឡៃហេង dive deep អានឹងតិចបានទេដើម្បី make sure ថាគាត់ emphasize ជាមួយនឹង experience ហ្នឹងអញ្ចឹងការអូននៅជីវិតជាសិស្សសាកលវិទ្យាល័យ អូខេអរគុណបងតើតើនឹងសិស្សសាកលវិទ្យាល័យកំឡុងពេលហ្នឹងយើងធ្វើការមានន័យថាពេលដែលបងចូលរៀនឆ្នាំទី1បងចាប់ផ្ដើមធ្វើការបាត់ហើយបងចាប់ផ្ដើមធ្វើការជា part time marketing executive នៅក្រុមហ៊ុនមួយកន្លែងអញ្ចឹងពេលដែលបងចូលភ្លាមប្រាក់ខែបងចូលដំបូងបាន400 full time ណាpart time បងបាន400ហេតុអីបានបងបានច្រើនមានន័យថាពេលហ្នឹងមេគាត់បើកក្រុមហ៊ុនថ្មីហើយគាត់ត្រូវការ team ដើម្បី execute and ពេលដែលបងបើកប្រាក់ខែដូចខ្ញុំបាន share អញ្ចឹងពេលដែលយើងធ្វើការជាបុគ្គលិកបងតែងតែមាន perspective ថាវត្តមានរបស់បងកន្លែងហ្នឹងត្រូវតែ grow មានកន្លែងហ្នឹងត្រូវតែជាកន្លែងដែលមានដែលលេចថាឈ្មោះបងជាអ្នក improve កន្លែងហ្នឹងដែរអញ្ចឹងពេលដែលបងធ្វើការបងតែងតែ treat that company as mine ដូចតែជារបស់បងអញ្ចឹងការធ្វើការរបស់បងរៀង part time ប៉ុន្តែបងរៀងធ្វើការលើសគេបន្តិចមានសឹងតែគ្រប់គ្នាគេថាធ្វើការឲ្យមេបោកឲ្យក្រុមហ៊ុនបោកបានប្រាក់ខែតែប៉ុណ្្នឹងឯងទៅជួយគេសៅរ៍អាទិត្យចេញថតចេញអីធ្វើការមួយតារាច្រើនទៅមើលគេ run event អីទៅរហូតប៉ុន្តែបងមាន perspective មួយថាបងកំណត់រយៈពេលនៃការធ្វើការរបស់បងតែ3ឆ្នាំទេបងនឹងចេញពីជីវិតជាអ្នកធ្វើការហើយ run company ខ្លួនឯងចឹងពេលដែលបងកំណត់3ឆ្នាំហ្នឹងត្រូវតែជាពេលដែលបងសិក្សាពី company ហ្នឹងឲ្យអស់ពីព្រោះថាការធ្វើការនៅក្រុមហ៊ុនទឹកតែ start up ហើយនៅក្រុមហ៊ុនធំខុសគ្នាមានថាក្រុមហ៊ុនធំគេមាន company structure គេត្រឹមត្រូវហើយគេមាន SOP ត្រឹមត្រូវហើយអញ្ចឹងពេលដែលយើងចូលទៅអាប្រព័ន្ធគ្រប់គ្រងហ្នឹងគេរៀបហើយអស់ហើយយើង follow តាមប្រាប់ពេលដែលចូល start up company មេមានតែមួយទេអញ្ចឹងគាត់ត្រូវការ idea ពីយើងដើម្បីជួយអូនជួយគិតគំនិតថ្មីមើលគួររើសក្រុមការងារមករបៀបម៉េចទៀត SOP team របស់យើងគួររៀបម៉េច operation របស់យើងគួរដើរម៉េច finance យើងទៅម៉េចបងលុកគ្រប់ផ្លូវចឹងមានថាបងអាចចេះលឿនកំឡុងពេលហ្នឹងចឹងពេលដែលបានប្រាក់ខែមានថាមនុស្សអត់ដែលមានលុយចាយនិយាយស្រួលស្ដាប់ពេលនៅរៀនវិទ្យាល័យអត់មានម៉ាក់ប៉ាបំរុងទេមានថាយើងមកនៅពេញនៅមួយបងបានមួយរយៈអត់ដែលមានលុយចាយអត់ដែលមានលុយទិញ skin care អត់ដែលមានលុយដើរលេងប្រាប់ពេលដែលចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនចាប់ផ្ដើមមានលុយត្រូវតែចាយទេព្រោះបើបងត្រឡប់ទៅវិញក៏បងត្រូវតែចាយច្រើនដែរបងចង់រីករាយនឹងជីវិតមួយដែលនិយាយស្រួលស្ដាប់កូនអ្នកមានក៏ enjoy កូនអ្នកមាន enjoy បែបម៉េចបងចង់ទៅប្រឡូកអាហ្នឹងចឹងកំឡុងពេលធ្វើការឆ្នាំទី1ទី2ទី3ហ្នឹងគឺបងដើរអស់ហើយបងមានលុយបងហោះហើរទៅក្រៅប្រទេសអញ្ចឹងទៅបង enjoy ជីវិតដែរគេចូលផាប់ម៉េចគេចូលក្លឹបម៉េចគេចូលខារ៉ាអូខេម៉េចគេញ៉ាំអីឆ្ងាញ់ម៉េចគេញ៉ាំអូម៉ាកាសេហ្នឹងម៉េចទៅអស់ហើយអញ្ចឹងបាទបងអត់តន់ចេះសន្សំទេពេលហ្នឹងបងត្រូវតែចាយដើម្បីឲ្យបងយល់ពីអាហ្នឹងគេថាដើម្បីជៀសវាងពីលបែងបានយើងត្រូវចេះលបែងដើម្បីយើងជៀសពីរបស់ហ្នឹងបានថាតាដូចអូលេងបៀវិនិច្ឆ័យលបែងនាំឲ្យវិនិច្ឆ័យប៉ុន្តែបងចេះលបែងគ្រប់មុខបងចេះឲ្យច្រើនអញ្ចឹងមានថាពីទួយបងឃើញគេលេងលបែងបងទៅរៀនឲ្យចេះហើយប៉ាបងថាអញ្ចេះបើចង់កុំឲ្យគេបោកនៅថ្ងៃមុខណែត្រូវចេះអាហ្នឹងតែចេះអាហ្នឹងទៅគេអត់បោកអត់បានទេចាស់ពេលដែលបងមានលុយបងដើរស៊ីចាយបង make up បងយកលុយទៅទិញទូរស័ព្ទថ្មីអស់លុយលីងអស់លុយexperience មួយជាជិះម៉ូតូកាន់ទូរស័ព្ទបដាចោលឆក់តែឆក់អត់បានទេមានថាបងទិញអាហ្នឹងមកតឲ្យទូរស័ព្ទហ្នឹង$800ដែលបងទឹកតែទិញថ្មីដែលបងក៏ស្មាគាត់ share អញ្ចឹងបើចង់បានទូរស័ព្ទរៀនអនឡាញរៀនអី
ចាំមិនទិញទូរស័ព្ទ18ណាទៅអីទិញតែត្រឹម3-400ទៅតែធ្វើមិនចំណន់ហ្នឹងគេចេញ12 Pro Max ថ្មីហ៎ផ្នែក3ហ៎ស្រឡាញ់ទិញអស់ហើយបានបងថាពេលដែលបងចំណាយឲ្យច្រើនអញ្ចឹងទៅបងនឹងយល់ពេលដែលបងចំណាយច្រើនបងថាអូខេ reflect back ខ្ញុំចាយអស់ហើយខ្ញុំចេះដើរលេងហើយខ្ញុំចេះពីរបៀបមនុស្សស្រីយកចាយលុយទិញ skin care របៀបម៉េចអស់ហើយចឹងមកដល់ឥឡូវដូចមនុស្សធំអញ្ចឹងទោះបីជាវ័យខ្លួនឯងនៅទូចប៉ុន្តែ experience របស់អ្នកគាត់ហ្នឹងហើយអញ្ចឹងអត់មានអីត្រូវចំណាយទៀតទេមានថាកំឡុងពេលឥឡូវ focus តែរឿង business មួយ that's it I would like to hear an experience from Prina នៅអាមេរិក Prina ការរៀននៅ college អូនរៀននៅអាមេរិកទៅអូន so I would like to hear from you ដោយសារតែបងលន់ថាអូនឯងត្រូវរៀននៅខ្លួនឯងហើយត្រូវតែធ្វើការដូចគ្នាដូច review បាន one style ហ្នឹងចង់ដឹងរឿងហ្នឹងបន្ថែមដែរចាំនិយាយតាមក្រោយ but how do you manage it while everything over there is so expensive ហើយអត់មានគ្រួសារដែលជួយ support នៅខាងក្រោយទៀត yes Prina so កាលខ្ញុំនៅអាមេរិកហ្នឹងខ្ញុំនៅមួយមីងខ្ញុំ so I got lucky to wear រឿង rent រឿងមកហូបគឺខ្ញុំអត់ត្រូវការខ្វល់ខ្វល់ប៉ុន្តែចប់ឆ្នាំទី1ភ្លាមគឺប៉ាម៉ាក់ខ្ញុំគាត់ប្រាប់ថាបើហៅលុយអត់បានទេមកខ្មែរវិញអញ្ចឹងការងារដែលថាយើងធ្វើហ្នឹងគឺជាការងារក្រុមតុកអញ្ចឹងហ្នឹងយើងធ្វើតាមច្បាប់អត់កើតទេប៉ុន្តែគាត់ថានៅកន្លែងការងារហ្នឹងគឺគេ treat ខ្ញុំ well ហើយក៏ប្រាក់កម្រៃដែលថាយើងទទួលបានហ្នឹងគឺវារៀងលើស average តិចដែរដោយសារយើងធ្វើការនៅ restaurant ចឹងយើងបានបូកជាមួយ tip on average an hour you could get $20 which is a bit above the minimum wage អញ្ចឹងអាហ្នឹងគឺយើងបានទប់មួយកម្រិតប៉ុន្តែ at the same time ការខ្ញុំនៅអាមេរិកហ្នឹងគឺខ្ញុំធ្វើការបតារៀនបតា but at the same time យើងព្យាយាមរកវិធីដើម្បីបង្កើនចំណូលបន្ថែមជាមួយនឹងការលក់បច្ចេកការចំណូលហ្នឹងអញ្ចឹងពេលឲ្យតែមាន release បច្ចេកអីធំៗអញ្ចឹងទៅយើងនាំគ្នា line up ទិញអីអញ្ចឹងទៅហើយដល់ពេលយើង flip it make money អាហ្នឹងគឺជាអ្វីដែល sustain ខ្ញុំនៅក្នុងអំឡុងពេលដែលថាខ្ញុំនៅអាមេរិកហ្នឹងដោយសារតែបើយើងទីពឹងទៅលើតែការហត់តុកតែមុខគឺ sustain អត់រួចទេសាលាពេលយើងចូលដល់ពេលយើង transfer ចូល university មួយឆ្នាំចូល 20000 ហើយខ្ញុំរកពីការហត់តុកមួយខែបាន 1000 ជាងឯងហើយខ្ញុំត្រូវការ spend daily បន្ថែមទៀតផងហើយបើយើងអត់មានការរកចំណូលបន្ថែមពីខាងក្រៅទេគឺយើងទប់អត់រួចទេបាទអញ្ចឹងក៏យើងរកវិធីដើម្បី generate income from different channels ពីណាដែរចាយលុយសងថ្ងៃអត់ដែរចាយលុយសងថ្ងៃអានឹងមានន័យថាម៉េចបងពីណាដែរលើកពីហ្នឹងឯងពីនយល់ទេមានន័យថាម៉េចពីនចាយលុយសងថ្ងៃអត់ទេខុសហើយ This is my word អញ្ចឹងនិយាយចាយលុយសងថ្ងៃចាយលុយសងថ្ងៃមានថាអស់លុយមុនថ្ងៃបោកប្រាក់ខែដែរចាយលុយដូចគាត់អញ្ចឹងនេះអូលុយចាក់សងអត់មានផង$10ហ្នឹងគឺគាត់ចាយ modeling អត់ដែរឡើយបង What is your tip ខ្ញុំអត់ត្រូវការចាយខ្ញុំអត់ចាយបើខ្ញុំត្រូវការចាយបើខ្ញុំចាយខ្ញុំរបៀបថាតាំងពីរៀន high school ហ្មងមិត្តភក្តិខ្ញុំថាខ្ញុំហ្នឹងគេហៅថាគេ word គំរាគាត់ថាខ្ញុំគំរាគាត់ថា I don't like to spend បើក្នុងករណីថាខ្ញុំត្រូវ spend សម្រាប់ experience សម្រាប់ food អីខ្ញុំអូខេប៉ុន្តែបើទៅលើ event ទៅលើអីចឹង you know I've been selling shoes I've been selling hype for so many years to me it doesn't really matter ខ្ញុំអត់ទៅខ្វល់ហ្នឹងបើខ្ញុំបានក្នុងតម្លៃល្អខ្ញុំយកប៉ុន្តែបើថាត្រូវ pay តម្លៃខ្ពស់ពេកខ្ញុំអត់សប្បាយចិត្តនឹងទិញទេខ្ញុំទិញទៅខ្ញុំខាតវិញចឹងទៅខ្ញុំអត់ចូលចិត្ត spend ទៅលើអ្វីដែលថា unnecessary បាទអញ្ចឹងសំលុយហ្នឹងគឺខ្ញុំគាត់ថាខ្ញុំមានបកកែគួរសមដែរ What I really like about Prina ឌូហ្នឹងបើដោយសារតែគាត់ស្គាល់អា flip ពាក្យថា flip business flip ហ្នឹងមិនទេដឹងតែគាត់ទិញហើយគាត់យកមកលក់ត right and then លក់អាចថ្លៃឬក៏ bid អញ្ចឹងso far អាហ្នឹងជា official business របស់ you now ឈ្មោះថា Cambo Cake right បាទ very interesting គាត់ធ្វើជា side hustle ដោយសារតែស្រឡាញ់ដែរត្រូវឲ្យចូលចិត្តអញ្ចឹងមែនពីមុនមក ចូលចិត្តបាទ Tell me more how you convert your passion into a business until now yes ការទី11ច្រឡំការទី2016 early 2016ខ្ញុំលេងបាល់ច្រើនបាល់បោះហើយកាលហ្នឹងខ្ញុំស្រឡាញ់ជាមួយនឹងស្ពេជើង basket ដោយសារមានមិត្តភក្តិខ្ញុំគាត់ណែនាំឲ្យខ្ញុំលេងជាក្រុមជាមួយគេអញ្ចឹងទៅក៏ខ្ញុំឃើញថាអូស្បែកជើងគេលយប៉ុន្តែគាត់ថានៅខ្មែរអត់មានតែគេលក់ស្បែកជើងហ្នឹងទេប៉ុន្តែបើមានក៏តម្លៃវាគុណនឹង2ដែរ
ចឹងឧទាហរណ៍បើជើងមួយ$100គេលក់$200ហើយ service ថាគេបដងខ្ញុំមកចូលចិត្តទៀតខ្ញុំធ្លាប់ទិញពីគេម្ដងហើយខ្ញុំអត់ធ្លាប់ទិញពីគេតែគាត់ថាសួរតម្លៃពីគេពីមុនទៅហើយក៏គេរៀងឆ្លើយដាក់ខ្ញុំទៅក៏ខ្ញុំរៀងខឹងហើយក៏ពេលហ្នឹងបងប្រុសរបស់ខ្ញុំគាត់រៀននៅអាមេរិកដែរចឹងទៅគាត់សួរថាខ្ញុំចង់លក់ស្បែកជើងអត់បើថាចង់គាត់ស្គាល់កន្លែងគេ ship គេអីចឹងទៅក៏វាបង្កើតជា opportunity ទូចមួយការយើងនៅអាយុ15 16ឆ្នាំហ្នឹងយើងចាប់ដើមរកស៊ីតិចតួចទៅទាំងដែលយើងអត់ទាន់យល់ដឹងអីទេand then I think within a year it kind of blew up and ខ្ញុំពេលហ្នឹងលក់បានគួរសមដែរបាទចឹងទៅក៏យើង continue that rhythm up until after college បាទ It's very good អ្នកទាំងអស់គ្នាបងស្គាល់មនុស្សពីរនាក់ទៀតដែលគាត់ convert passion របស់គាត់ទៅជាអាជីវកម្មមួយដ៏ជោគជ័យណាហើយអានោះបងចង់ឲ្យអ្នកទាំងអស់គ្នា add ចូលទៅក្នុង your financial plan ដូចបងនិយាយចឹងហ្នឹងមិនមែនតែ save ទេណា It's not about saving it's about know how to spend if you like guy like makeup if you guy ចូលចិត្តបិជើងឬក៏ if you guy ចូលចិត្តធ្វើម្ហូប you can spend money to reinvest more នៅក្នុងហ្នឹងដើម្បី diving deep ឲ្យទៅអាហ្នឹងហ្មង Let me give you an example បងស្រីបងរឿងប៉ិតបង grow up មានលុយទិញអីញ៉ាំ That's it that is my way of thinking បងស្រីបងមានលុយនឹងធ្វើអីអត់បិជើង lotion ទឹកអប់កៅអៅ fashion nothing just គ្រឿងស្អីស្អាតនឹងមួយហ្មងកញ្ចក់ shadow រហូតគាត់ទិញកញ្ចក់គាត់ទិញបិជើងច្រើនឡើងម៉ាក់បងខ្ជិលពេញផ្ទះបិជើងគាត់លង្ក But you know what that is her main business now she រៀន doctor ថ្មិញប៉ុន្តែត្រូវ she ទៅអីគេ but she អត់ខ្វល់មួយអា degree ដែល she មានហ្នឹងឯង she មកលក់កៅអៅលក់គ្រឿង fashion លក់គ្រឿងមនុស្សស្អីហ្នឹងសុទ្ធ And that's what make her successful because of this សូម្បីម៉ាក់បងក៏និយាយដែរឥឡូវគាត់ប្រាប់គាត់ថាក្មួយកូនចៅគាត់តែវាចូលចិត្តធ្វើអីឲ្យវាទៅនឹងទៅព្រោះបើយើងធ្វើឲ្យយើងស្រឡាញ់យើងចូលចិត្តហើយអា pattern ហ្នឹងជឿបងនៅមួយយើងតាំងពីទូចនៅមួយហើយយើងខ្លួនឯងដឹងអាហ្នឹងដែរតែគ្រាន់តែយើងសាកល្បងមិនសាកល្បងអាហ្នឹងជារឿងសម្រាប់ចិត្តរបស់យើង Go back to your finance don't forget to budget some line for your personal investment on something that you passionately interesting about yeah I would like to hear P Lai Heng Pu Lai Heng mentioned a very good job about increasing wealth នៅពេលដែលពួកគាត់ចូលទៅក្នុងវិស័យការងារព្រោះនេះយើងមានអ្នកខ្លះគាត់កំពុងធ្វើការហើយអ្នកខ្លះទៀតចូលធ្វើការលើកដំបូងអ្នកខ្លះទៀតមិនទាន់មានការងារធ្វើទេ because ខ្ញុំអត់ចង់ឲ្យគេគិតថា increasing wealth ដល់តែគេដល់តែរកស៊ីដល់តែរកស៊ីវាមានវិធីសាស្ត្រច្រើនដែលយើងអាចរកស៊ីដូចបងព្រីណាគាត់ប្រាប់ពីលើនេះអញ្ចឹង but I would like to hear from នៅពេលដែលយើងចូលធ្វើការងារដំបូងតែមិនយើងអាច increase professionally skill យើងលឿនហើយលុយមកលឿនតាមនឹងទៀត so I would like to speak from your own experience នៅក្នុងជា corporate girl yeah បង share tip មួយតកតនឹង investment it's not about ត្រឹមតែយកលុយទៅ invest លើអីមួយ it's about ដូចបងកូស្មាលើកឡើងអញ្ចឹងយកលុយទៅចាយទៅលើ lifestyle dress up well make up well បងចាប់ផ្ដើម invest លើខ្លួនឯងពេលដែលបងចាប់ផ្ដើម invest លើខ្លួនឯងទៅលើសម្លៀកបំពាក់ទៅលើអីដោយសារអាជីពការងាររបស់បងរៀង more likely ទៅជួបមនុស្សច្រើនមានថាទៅជួបភ្ញៀវដែលគាត់មានតំណែងធំ CEO ម្ចាស់ business investor អញ្ចឹងបងត្រូវតែ dress up well ត្រូវឲ្យបងអាចលាកកឆេកកឆោតទៅជួបគេបានទេអញ្ចឹងបងអាច handle ដោះស្រាយការងារឬក៏សម្រេចការងារណាមួយបានទេអញ្ចឹងវាទាមទារឲ្យបងត្រូវចាយលុយទៅលើខ្លួនឯងបន្តិចមុនពេលដែលបងអាចសម្រេចការងារទៅដល់ជួបអ្នកធំណាមួយឧទាហរណ៍ថានៅក្នុងស្រុកខ្មែរយើងមានវិស័យ private and public ឯកជននៅក្នុងនឹងឯសាធារណៈអញ្ចឹងពេលដែលបងចាប់ផ្ដើម invest លើខ្លួនឯងបងឃើញថាពេលដែលបងចាយលុយលើខ្លួនឯងច្រើនបងតែងខ្លួនស្អាតបងអីស្អាតបងប៉ាកែនិយាយបងអាច handle ឬក៏ build a network ហ្នឹងបានល្អមែនទែនដូចនៅពេលបច្ចុប្បន្នអ្នកដែលធ្វើការហេតុអីបានអ្នកធ្វើការដែលប៉ាកែ soft skill ច្រើនតែ success ជាជាងអ្នក hard skill ទេដោយសារអ្នក soft skill it's about more communication and networking ហើយពាក្យ networking ហ្នឹងស្មើនឹង net worth មានថាយើងអាច generate លុយបានពី networking យើងលឿនណាស់ហើយយើងធ្វើអីក៏ដោយត្រូវការខ្សែបងនៅតែយើងត្រូវចេះបង្កើតខ្សែមានន័យថាអត់ខ្វល់នៅក្នុងវិស័យណាឬក៏ឋានៈណាទេបងអត់បានចេញមកពីកូនរដ្ឋមន្ត្រី
កូនឯអាដាមហ្នឹងឯងប៉ុន្តែសំខាន់បងនៅតែ belief ថាបើយើងចេះបង្កើតខ្សែយើងនឹងលូកចូលទៅបានជ្រៅដល់កន្លែងហ្នឹងហើយបង start ពីកូនអ្នកធម្មតាប៉ុន្តែបងអាចទៅជួបពួកគាត់បានបងអាចទៅជួបអ្នកតំណែងធំបានដោយសារអីហ៎ទី1 professionalism យើងស្លៀកពាក់យើង dress up professional way ទី2 your knowledge your general knowledge យើងមានចំណេះដឹងទូទៅច្រើនទី3 your master មិនសំដៅលើ master degree your master នៅក្នុង career ណាមួយដែលយើងបកកែដោយបងបកកែ style បងបកកែ communicate ចឹងរាល់ពេលដែលយើងទៅជួបភ្ញៀវរាល់ពេលដែលយើងទៅជួបអ្នកធំណាមួយយើងត្រូវសម្រេចកិច្ចការនៅកំឡុងពេល meeting ហ្នឹងហ្មងភាគច្រើនអ្នកដែលគាត់មានតំណែងធំគាត់អត់ waiting for ជួបពីរដងឯងសំខាន់បើណែមានសមត្ថភាពអូខេខ្ញុំ invest ឲ្យអ្នកឯងប៉ុណ្ណឹង$10,000សម្រាប់នៅពេលហ្នឹងហ្មងអញ្ចឹងការ invest លើខ្លួនឯងមិនសំដៅទៅលើដូចគ្នាយើងស្រីឬក៏ប្រុសក៏ដោយពេលដែលមើលឃើញថាពេលដែលចាប់ផ្ដើមចូលវិស័យការងារយើងនឹងមើលឃើញកាន់តែច្បាស់ថាយើងនឹងបកកែលើអីអ្នកខ្លះគាត់រៀន IT ឯងបងចាប់ Bachelor ខាង IT engineering actually ប៉ុន្តែបងអត់ធ្វើខាងហ្នឹងឯងវារៀងខុស degree បន្តិចពេលដែលបងចូលទៅធ្វើការបងស្វែងរកខ្លួនឯងឃើញថាអូខេlike he is good at communication and close the deal មានថាមាន deal ណាមួយយើងមានសមត្ថភាពក្នុងការ close បានយើងមាន EQ មិនចាំបាច់ IQ ច្រើន EQ សមត្ថភាពក្នុងការទៅជែកមួយមនុស្ស emotional feeling មនុស្សម្នាក់ដែលអង្គុយទល់មុខយើងហ្នឹងគាត់ចង់បានអីគាត់ជាមនុស្សម្នាក់ដែលអត់ចូលជា professional ទេនិយាយម៉ាត់ណាម៉ាត់ហ្នឹងលក់ដូរនៅមុខហ្មងអូខេយើង follow them បើគាត់ចូលជា professional email យើង follow email តាមគាត់ចឹងមានថាសមត្ថភាពនៅកំឡុងពេលការងាររកខ្លួនឯងឃើញហើយហ៊ាន invest លើខ្លួនឯងកំឡុងពេលធ្វើការមិនបាច់សំច្រើនពេកទេយកលុយនឹង invest ទៅលើចំណេះដឹងជំនាញបទពិសោធន៍ត្រូវចេញក្រៅឲ្យច្រើនចេញមិនមែនធ្វើការឲ្យទៅផ្ទះអានសភៅទេបងនៅតែនិយាយថាការចូលសង្គមច្រើនធ្វើឲ្យយើងមានidea ទលំទលាយជាងយើងទៅផ្ទះទៀតហ្នឹងហើយ Very good thank you Lai Heng one thing I want to add on លើពេលដែលគាត់និយាយយូកែធ្វើការនៅ corporate ហើយបើយូកែធ្វើបានល្អ benefit and everything វាលើសពីមានដូចតែគ្នា មានដូចតែគ្នាព្រោះពាក្យនឹងត្រូវហ្មងមានដូចតែគ្នាហើយបើសិនបើយូឡើងដល់ L1 position chief level ទៀតគេឲ្យ land គេឲ្យ driver yearly bonus that's everything ស្អីក៏ cover ដែរណាសូម្បីបើយើងជី Grab ក៏គេឲ្យអា luxury Grab premium Grab ឯដែរយ៉ាប៉ុន្តែអនឯងដឹងថាគេងើបពីគេងមកខ្លាចជា CEO ហ្មងឬក៏មិន it's not they were the same as you ប៉ុន្តែ mindset របស់គេមិនមែនមេឲ្យមួយធ្វើមួយមេឲ្យពីរធ្វើពីរមេឲ្យធ្វើ3មេអត់នៅអត់ធ្វើមេមក follow up មិនធ្វើ it's not it's about you not work as an employee you work as what you work as a leader yourself មេដែលគាត់ល្អគាត់នឹងមើលឃើញយើង and they're gonna put you on the top មេដែលអត់ល្អយើងធ្វើអស់ពីចិត្តហើយមិនឃើញយើងដើរចេញទៅរកក្រុមហ៊ុនផ្សេងទៀតបើយើងជា asset មិនជា liability យើងជា asset យើងទៅណាក៏គេយកដែរគេហត់តាមរកយើង so you need to create your own value កុំចាំគេប៉ុន្តែ Prina នៅក្នុងបទពិសោធន៍របស់អូន is there another way ដែលគាត់អាច increase wealth របស់គាត់ឬក៏បង្កើតចំណូលកាន់តែច្រើននៅពេលដែលគាត់នៅវ័យក្នុង20ឆ្នាំឬក៏ក្រោម30ឆ្នាំ from your experience or what you know Okay ពីខ្ញុំទៅ certain things I can't really give advice on ដោយសារតែខ្ញុំអត់ដែលធ្វើការ corporate ទេប៉ុន្តែខ្ញុំបើកអាជីវកម្ម business by corporate ហ្នឹងអញ្ចឹង from the perspective of me to បុគ្គលិក the simplest way I can put it the bigger the problem you can solve the more I will be willing to pay អានេះខ្ញុំនិយាយស្ដាប់យកហ្មងប៉ុន្តែខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចរកវិធីដើម្បីបង្កើត opportunity ខ្លួនឯងដោយអត់ទីពឹងទៅលើ just one thing your job can be taken away from you at any point at any time and you will have nothing so what are you going to do then អាហ្នឹងខ្ញុំចង់បង្កើតជាកំណត់មួយឲ្យអ្នកទាំងនេះគិតថា like you can learn to create your own opportunities without relying on any external thing and you learn to have control over your own life I think that's probably the best way to move forward that's if you continue if I believe that I needed to
get a job, work for a couple years, and then figure out the rest of my life, then I think I wouldn't be where I am at right now. ដោយសារខ្ញុំរៀងខ្ញុំគិតថាការកាត់របស់ខ្ញុំវារៀង slow បន្តិចបើក agency ខ្ញុំបើកដោយខ្ញុំអត់មាន experience លើ marketing បើកលក់ប្រជែងក៏ខ្ញុំបើកដោយមាន experience លើ ប្រជែងដែរបើក matcha ក៏ខ្ញុំអត់មាន experience លើ matcha ដែរហេតុអីបានខ្ញុំធ្វើដោយសារខ្ញុំគិតថាកំឡុងពេលដែលថាខ្ញុំនឹងហៅវិធីដើម្បី figure everything out ហ្នឹង it will take much shorter than if I were to work for someone អានេះជាកំណត់របស់ខ្ញុំif you think that you would be able to learn faster through yourself, then I would encourage you to do so rather than working through someone else. ប៉ុន្តែក៏ខ្ញុំអត់ discourage អាការដែលថាយើងទៅរៀនពីគេអីដែរដោយសារហ្នឹងពេលខ្លះ you could understand a different perspective from other companies as well. Sometimes I feel like if I went into a corporate job a little bit more, I would learn how to structure things better. But you learn to level things out. You learn to figure out which one is better, which one is not. Just make use of your time properly. I think Prina mentioned a very good point តកតងជាមួយហ៊ានធ្វើការឲ្យគេហ៊ានធ្វើការឲ្យខ្លួនឯង but let me tell you this ចាសម័យថាយើងចាញ់ទៅរកស៊ីតែសុយអីរកស៊ីទៅរកស៊ីមួយបិទពីរបិទ3បិទគិតថាយើងមិនអាចមកធ្វើការ corporate វិញបានទេ No I don't think as you yes មកវិញដែលទទួលដៃ10 they put you in a good position ដោយសារគេគុំគិតថាដឹកនាំអាជីវកម្មស្រួលណាអត់ស្រួលទេវេទនា pass តសើណាអ្នករកស៊ីមកតសើវេទនា pass ងើបពីដេកមកដល់គាត់និយាយចឹងណាដល់ថ្ងៃ5ខែ3គិតដែរដល់ខែ6ខែ4ខែ5 it's not an easy path but it's really enjoyable for you have something in your mind to think about all the time it have to be this way ប៉ុន្តែបើគាត់មកវិញណា I have one of my friend ឧទាហរណ៍អត់និយាយលេងទេធ្វើ start up មួយ fail start up 2 fail start up 3 fail ចេញចប់ឥឡូវពងធ្វើការនៅក្នុងធនាគារមួយធ្វើការសក្រុមហ៊ុនធំប្រាក់ខែឡើង KK គាត់ចេញមកគេយកភ្លាមហ្មងដោយសារគេដឹងថាកូននឹងមាន entrepreneurial mindset គេដឹងថាកូននឹងធ្វើអីក៏ចេញដែរព្រោះគេ focus ទៅលើដោះស្រាយបញ្ហាបង្កើតដំណោះស្រាយហ្នឹងហើយគឺជា mindset ដែលគេចង់បាន so ប៉ុន្តែ on the other way around បើយើងទៅធ្វើការ NGO អីទីយ៉ាងចាស់តិចចូល corporate អត់ចូលទេគេមិនយកទេ mindset វាខុសគ្នាតែបើយើងប៉ុន្តែសម្រាប់បង I really like he quite bold for me Prina bold ខ្លាំងពាក់អាវកងទ័ពតម្រងសម្រាប់បង but one of the recommended path នៅក្នុង entrepreneurship មិនឃើញគេជោគជ័យយើងទៅតាមគេណាប្រយ័ត្ន fail ព្រោះយើងអាចអត់មាន resource ដូចគេអត់មាន energy ដូចគេអត់មាន personality តែគេថា personality កាប់ដាវហ្នឹងក្នុង language បងគេហៅពុកកាប់ដាវដេកដាក់ទៅទ្រុឌដេកជោគជ័យយើងទៅដែរណោះស្លាប់ពាក់កណ្ដាលអត់បានចូលហងទីហងស្លាប់បាត់ទៅហើយយើងត្រូវមើល condition resource condition អីផ្សេងជាច្រើនដែលមាននៅក្នុងហ្នឹង so there's one recommended path that somehow has been known that it's safe គឺយូធ្វើការយូហ៊ានយូធ្វើការឲ្យបានល្អយូមានលុយសន្សំនៅក្រៅពេលធ្វើការយូធ្វើ side hustle ធ្វើពេល side hustle ទេ side hustle អាជីវកម្មនៅឆ្វេងដៃដាំដៃចាអាជីវកម្មនៅខាងក្រៅធ្វើតិចតួចដូចគាត់និយាយចឹងបេតនេ I think មកបាននិយាយមួយគាត់មុនព្រីណាប្រាប់ថាបេតនេធ្វើ freelance តនេទៅធ្វើ consultant មិនចេញពីរៀនទៅផ្ទះទៅហ៎ទៅធ្វើហ្នឹងតមកទៀតមិនទៀតមានលុយសន្សំគ្រប់ហើយមើលទៅខ្ញុំមិនសូវចូលក្រុមហ៊ុនហ្នឹងទេចង់ចាក់រកស៊ី you need enough knowledge network experience just structure just management គេទៅបង្កើតអាជីវកម្មមួយយូដឹងអាយុម៉ានមកបង្កើតអាជីវកម្មជោគជ័យអត់ based on the real data សហគ្រិនជោគជ័យភាគច្រើនអាយុម៉ានពេលគាត់ចាញ់រកស៊ី guess ណាគេគិតថាអាយុ20ឆ្នាំលើកដៃណាគេគិតថាអាយុ30ឆ្នាំលើកដៃអត់មានលើកដៃទាំងអស់ចឹង30ឆ្នាំមិនលើកញ៉េចឹងវាលើកអៀនណាគេគិតថាអាយុ40ឆ្នាំលើកដៃអូខេមាន2ណាគេគិតថាអាយុ50អូខេ50នៅនេះ60
Yes, the real age around ដែលគាត់ជោគជ័យហ្មងគឺម្ដុំអាយុ40ឆ្នាំដឹងសារហេតុអីអត់ Why guess លុយក៏មានចាប់ផ្ដើមមានលុយអន្សំច្រើនណាព្រោះអាយុ40ឆ្នាំហើយបែរថាអន្សំលុយមិនបានទេអានឹងមានន័យថាគឺពិបាកនិយាយខ្លាំងលុយក៏មានបទពិសោធន៍មានច្រើនទេចេញបើចេញធ្វើការតាំងអាយុ8 10ឆ្នាំបទពិសោធន៍យ៉ាងតិច22ឆ្នាំស្គាល់គេច្រើនទេស្គាល់គេច្រើនណាស់ industry knowledge ខ្ពស់ហ៎ industry មានថាគាត់បើថាក្នុងវិស័យ bank គឺថាអ្នកណា bank ណាក៏ស្គាល់គាត់ដែរខ្ពស់ចេញទៅជោគជ័យមិនមែនគាត់ចេញអាហ្នឹងណាចេញមិញពីវិស័យ bank ហ្នឹងគាត់ទៅលក់នំបញ្ចុកអីទេណាអត់ទេគឺ business គេគឺនៅក្នុងវិស័យហ្នឹងព្រោះគេនៅក្នុង industry ហ្នឹងច្បាស់គេដឹងបញ្ហានៅក្នុង industry ហ្នឹងច្បាស់អញ្ចឹងគឺគេដឹងកលុកកលៀតទាំងអស់ដឹង network ដឹង resource អីទាំងអស់ There's one thing that នៅក្នុង finance ដែលមានពាក្យasset ខ្លះប៉ះទៅគេហៅប៉ះទៅរឹងប៉ះទៅទុន Yes stock is also your asset លុយដែលយូរដាក់ចូលក្នុង account កង account ជា asset ដីជា asset មាសជា asset បើមាន crypto ឯហ្នឹង which I don't recommend at all you should not touch anything that you don't know Yeah it's all asset your business is your asset your license is your asset Labubu ជា asset ទេ It is yes អ្នកដែលគាត់មាននេះគេមាន patent ណាគេចង់យកប៊ូប៊ូទៅទៅ license តបងលុយឲ្យខ្ញុំអញ្ចឹងឥឡូវទៅអង្គុយប្រកាសតុក្កតាមួយ Collab BB ហើយប្រកាស IP ហ្នឹងរបស់ខ្ញុំឯណាចង់ copyright you need to do that is also asset your company name asset ទេ asset See គាត់ណាបងនិយាយមិញហ្នឹងចិត្ត1លាន diversify asset ដែល you អាចបង្កើតបានណា you is asset on you is asset បើសិនបើអូនទៅបង្កើត online course មួយបង្កើត curriculum training មួយជា asset ទេ it's also an asset so you see it's not just the money ហើយ asset ដែលល្អគឺជា asset ដែល you អាច convert quick មកជាលុយគេហៅលុយ liquidity convert កាន់តែលឿនកាន់តែល្អមាស convert លឿនទេលក់ទៅបានទេដី convert លឿនទេស្រុកខ្មែរឈោYeah stock នៅស្រុកខ្មែរសូវ work អត់ work ទេ Yeah វាជារឿងដែលពួកអាមេរិកគាត់ commercialize ហើយគាត់ស្រឡាញ់គាត់ចូលចិត្តទៅនៅស្រុកខ្មែរនៅអីអត់ទេស្រុកខ្មែរ what work best គឺមាស Yeah ដី Yeah your business is the best one the business in Cambodia is the best one ប៉ុន្តែ it come with a very high risk and also high return that's why he mentioned the word is done well you ត្រូវរករូបមន្តហ្នឹង and for me the best recipe for you you do what you like what you're passionate about that's it because you gonna ធ្វើចេញពីចិត្តដូចបងមកលះហេងនិយាយចឹងបើសិនបើអូនអត់ចេះអត់ចូលចិត្តក្នុងវិស័យហ្នឹងអត់មាន industry knowledge កុំទៅប៉ះទុកឲ្យគេធ្វើតា Yeah very good point ពេលដែលបងមាន conversation ជាមួយ Prina ឥឡូវបងសុំនិយាយ move ទៅចំណុចចុងក្រោយគឺតាក់ទងមួយ financial compliance ហើយកន្លែងហ្នឹងសំខាន់បងចង់ឲ្យអូនត្រង់ស្ដាប់ហើយ note ទុកកន្លែងហ្នឹងអ្វីទៅគឺជា credit score ហើយបងចង់ឲ្យ Prina និយាយពីបទពិសោធន៍ពីស្រុកក្រៅវិញតែនៅអាមេរិកគេ work មិនហើយយើងនឹង zoom in មកទៅក្នុងស្រុកខ្មែរ Yeah financial score នៅអាមេរិកជាទូទៅ I think it works the same way នៅខ្មែរ let's say I have a credit card my credit card has a limit of $10,000 I spend $5,000 I pay it back on time consistently ឬក៏ even before the date you guys know how credit cards work right you guys ដឹងទាំងអស់ថា credit card ដែរមកចាឧទាហរណ៍ឥឡូវវាមាន credit card មួយគេឲ្យ limit យើង$1,000ចាយទៅ$1,000ហ្នឹងតែសំខាន់សងក្នុងអំឡុងពេលដែលថាគេកំណត់តនឬក៏អត់ you សងតនសង consistently តន your credit score will go up and then you can request for a larger limit and ចំពោះ credit card ខ្លះគេឲ្យ benefit ច្រើនសម្រាប់យើង American Express នៅអាមេរិក that credit card បើយើងចាយហត់ទៅច្រើនយើងទទួលបាន points ហ្នឹងអាច transfer ទៅជាផ្សេងៗកើតអាច transfer ទៅជា hotel អាច transfer ទៅជា flights transfer ទៅជាលុយអាហ្នឹងយើងមើលទៅតាមជាក់ស្ដែងប៉ុន្តែ I think the same way នៅខ្មែរគឺវាមាន credit score ខ្លះថាផ្ដល់ benefit ជា cashback ជាអីចឹងទៅប៉ុន្តែ generally the reason why I would use a credit card is to leverage cash flow leverage cash flow ហ្នឹងមានន័យថាម៉េចឧទាហរណ៍ថាឥឡូវខ្ញុំត្រូវការចំណាយច្រើនទៅលើអាជីវកម្មរបស់ខ្ញុំថាមួយខែហ្នឹងខ្ញុំត្រូវចំណាយ$10,000ខ្ញុំចង់យកលុយរបស់ខ្ញុំ$10,000ទៅចាយដោយសារតែធ្វើអញ្ចឹងគេលោថាខ្ញុំត្រូវការ$10,000ហ្នឹងផ្សេងខ្ញុំសុខចិត្តយកអាលុយ borrow ពី credit card $10,000ហ្នឹងប៉
within 2 weeks, if I can get the money back, I pay back the credit card company or the bank, I now get a 2-week free loan. And this is good because in business it's all about cash flow. When you spend the money, when you get the money back, anh nói như thời hiện cầm nọt. I have a brother who he would spend a lot of money, a lot of credit card money to buy shoes. Let's say for day 1, he would buy $20,000-$30,000 worth of shoes. Day 15, he would sell it all back, get the profits, and then pay back the credit card company. This is a way where you can leverage cash flow without using your own money. So it's a good way to think of a credit card as a tool, not as a way to Japan. Not as a way to spend on personal stuff in Japan អត់ប្រយោជន៍កំណត់របស់ខ្ញុំបើខ្ញុំប្រើ credit card ខ្ញុំប្រើក្នុងគោលបំណងដើម្បីជួយ leverage business transaction របស់ខ្ញុំដើម្បី leverage cash flow ឲ្យវាស្រួល but at the same time credit card ខ្លះវាផ្ដល់ benefit លើសនឹងទៀតយើង spend អត់ទៅច្រើនយើងបាន build credit score and at the same time យើងបាន benefit ខ្លះៗទៀតឧទាហរណ៍ points cashbacks so it depends on the company and the bank. I don't know what Satapana offers, but hopefully cashback. If so, I would register for one. Yeah. I really recommend all of you បើសិនបើយើងគាត់ថាយើងនៅក្មេងយើងទៅខ្ចី loan ធនាគារអីគេមិនឲ្យទេថត so start with the credit card បើយើងមានប្រាក់ខែដំបូងឧទាហរណ៍ your first salary let's say $400 អញ្ចឹង you អាចទៅធនាគារទៅគេអាចឲ្យទៅ 2-3 ដងណែហ្នឹងអញ្ចឹងឧទាហរណ៍ថាយើង lucky enough to get $1,200 allowance នៅក្នុង credit card ហ្នឹងយើងចាយទៅយើងចាយទៅហើយដល់ចុងខែយើងបានប្រាក់ខែមកយើងសងគេឲ្យអស់ 100% វិញឬក៏បងភាគរយឲ្យទាន់ពេលវេលាអ្វីដែលគេបានកំណត់នៅក្នុងគោលការណ៍គេទៅហ្នឹងហើយ it's your credit score គេឃើញ behavior អូកូនហ្នឹងវាចេះគ្រប់គ្រងត្រឹមត្រូវអូខេគាត់ចឹងយើងអាចទៅដាក់ loan ដល់អីស្រួលនេះពេលអនាគតគេមើល history របស់យើងទាំងអស់ even loan $100-200 What is your experience នៅក្នុង credit card ហ្នឹងហើយធ្វើម៉េចដែលគាត់អាចទទួលនឹងបានអូនត្រូវ require អីគេខ្លះ from your experience ឡើយហេក៏ពិតអត់ខុសឆ្ងាយពី Prina mention នៅខាងអាមេរិកទេ credit card គេ check ទៅលើបើយើងជាអ្នកធ្វើការយើងមាន salary មានអីអញ្ចឹងទៅយើងទៅ submit bank statement បែបអីទៅគេឲ្យតែ experience ខ្ញុំដំបូងដោយសារឃើញ credit card ភាគច្រើនមាន promotion ច្រើនញ៉ាំ free អីចឹងឬក៏ប្រហែល discount ទៅផ្សារទៅអីអញ្ចឹងណាអញ្ចឹងក៏សាកយកមកដើម្បីប្រើនៅក្នុង promotion ទេមានថាយើងទទួលបានប្រហែលភាគរយអញ្ចឹងវាចំណេញជាងយើងប្រើលុយខ្លួនឯងហើយបើសិនយើង pay back លឿនយើងអត់អស់ការប្រាក់យើងអត់អស់ interest ទេប៉ុន្តែ experience មួយបងតែងតែមាន credit card នៅជាប់ខ្លួនរហូតដើម្បីមានលុយសកូលក្នុងករណីអីមួយអត់ដែរចិត្តតែនឹកឃើញយកវាទៅចាយទេមានថាអត់ដែរនឹកឃើញថាអូចង់ទៅដើរលេងហើយយកលុយ credit card នឹងទៅដើរលេង it's not that បងមាន experience មួយមានចេះអ្នកស្គាល់គ្នាឧទាហរណ៍បងកូសម័យអញ្ចឹងគាត់ប្រើកុំព្យូទ័រគាត់ចង់គាត់ខ្វះលុយគាត់ចង់លក់កុំព្យូទ័រនឹងចេញក្នុងតម្លៃ$500ប៉ុន្តែក្នុងកុំព្យូទ័រហ្នឹងនៅលើទីផ្សារបច្ចុប្បន្ននៅ800នៅ7-8តែគាត់ប្រញាប់លុយចឹងគាត់ប្រញាប់លុយជាធម្មតាបើយកកុំព្យូទ័រហ្នឹងទៅលក់នៅ store ហ្មងគេនឹងឲ្យតម្លៃតិចទេត្រូវទេគេឲ្យតែ3-400ទេព្រោះគេត្រូវការលក់ចំណេញច្រើនគេត្រូវការយកទៅ fix ប៉ុន្តែពេលហ្នឹងខ្ញុំ experience ខ្ញុំឃើញថានៅលើទីផ្សារ800ខ្ញុំទិញចូលសិតមកចាខ្ញុំបង្ហោះលក់វិញជាធម្មតានៅក្នុង Facebook group គេមាន Facebook group លក់កាមេរ៉ាលក់កុំព្យូទ័រអីចឹងណាហើយយកលុយ credit card ហ្នឹងទៅទិញ$500លក់វិញបាន700ចំណេញភ្លាមហ្មងហើយមានថាអញ្ចឹងបានពេលដែល credit card ការចំណាយជាធម្មតាក្នុងចំណាយមួយខែគេមាន minimum ក្នុងការ pay បើយើងចាយអស់100 minimum ក្នុងការ pay ទៅវិញតែ$20អីចឹងទៅខែក្រោយគេគិតតាមការប្រាក់អីចឹងទៅតែបើសិនយើងមានលុយ100ហើយយើង pay ផ្ដាច់ maximum ហ្មង100ហ្មងទៅអញ្ចឹង score បើយើងរៀងឡើងទទួលបាន point ដូចគ្នា promotion ទទួលបានដូចគ្នាហើយthe amount នៅក្នុង credit card ក៏គេ increase តាមនឹងដែរមានថាបើសិនយើងប្រហែលឆ្នាំយើងប្រើល្អយើង pay back ទៅតាន់ពេលពី500ឡើងដល់1000ពី1000ឡើងដល់3000អញ្ចឹងទៅអញ្ចឹងយើងមានលុយសកួរ business យើងរហូតហ្នឹងហើយ experience It look like we only speak about the good side of it that you know anything a bad side about the credit card that you would like our audience to know so they are aware of it when they go and get one I think the Khmer, I don't know, I think it's universal, but I see it in the Khmer. A lot of people take loans for not good reasons, and I don't know why it's a habit. But
man chi voi mo the time you like pay off on time, pay off well, just don't take the loan. It's not that good to get yourself into a loan. If you don't understand the interest, you don't understand the minimums, and you don't understand how credit works, just don't take a loan. Just study it first. Um, yeah, I think hướng wants and hướng needs nâng if you buying chai sụp bố tớ đăng này ta is this something I really need to take a loan for? If I can't really afford it, why would I buy it? A general rule I would have for myself is if I cannot afford it, let's say 10 times, if I don't have enough money to say 10 times the amount of whatever I need to purchase, then I'm not going to buy it. Yeah. Bởi vì bác chỉ tự lộp mới tới, hay dân đăng tháp bên này dân cô tại tới riêng cô tại tới dân you would never take a loan. Bank, but like house loan and saying, but just like the personal small loans, it's very unnecessary. Yeah. Very good point. We have anything to add? ក៏ប៉ុន្តែតងនឹង loan វាអត់មានអីជាបញ្ហាជាធម្មតាក្មេងៗគាត់អត់ចង់ទៅ experience ហ្នឹងក៏គិតថាជាពាក់ធនាគារមានបញ្ហាច្រើនការប្រាក់ធ្ងន់អីចឹងណាប៉ុន្តែមកពីយើងអត់បានទៅសិក្សាពីច្បាស់ជាមួយនឹងធនាគារហ្នឹងថាតើធនាគារខ្លះគាត់មាន interest rate ហើយគាត់មាន fee charge ពីលើប្រចាំខែទៀតតែធនាគារខ្លះទៀត only interest rate អញ្ចឹងខ្ញុំ experience ជាមួយបងថ្លៃខ្ញុំម្នាក់គាត់ទៅធនាគារមួយដែលគាត់អត់បានសិក្សាពី loan ច្បាស់ទេមានហត្ថនាគារជាធម្មតាគេប្រជែងគ្នាក្នុងការផ្ដល់ loan ឲ្យពេលដែលយើងទៅទិញផ្ទះពេលដែលយើង experience ទិញផ្ទះចុះ house loan យើងទៅជួបសាលណាសាលនឹងមាន connection ជាមួយធនាគារណាគាត់នឹង propose ធនាគារនឹងឲ្យអ្នកទិញផ្ទះហើយអញ្ចឹងអ្នកទិញផ្ទះជាធម្មតាចង់បានផ្ទះលឿនធនាគារចេញមកបង់មួយខែប៉ុន្មានក៏គាត់អត់ដឹងដែរគាត់អត់ខ្វល់ទេបានផ្ទះលឿនប៉ុន្តែគាត់ត្រូវបង់20ទៅ30ឆ្នាំហើយពេលដែល check balance ដែលគាត់ត្រូវ pay មួយខែហ្នឹងមកគេឆាយទាំង fee charge គេឆាយទាំង interest rate ទាំងដែលធនាគារផ្សេង interest rate ទាបជាងហ្នឹងអត់មាន fee charge ទៀតអញ្ចឹងមានន័យថាតាក់ទងនឹង house loan ម្ចាស់ផ្ទះគាត់ត្រូវសិក្សាឲ្យច្បាស់ថាតើវាជាតម្រូវការចាំបាច់ទេដែលត្រូវទិញឥឡូវឬក៏ដើម្បី lifestyle ដើម្បីអីដោយសារតា house loan ខ្ញុំមាន experience ជាមួយគាត់ខ្ញុំ share មួយគាត់ថាបច្ចុប្បន្នខ្ញុំមានលុយប៉ុណ្ណឹងបើសិនខ្ញុំចង់ទៅទិញផ្ទះឥឡូវក៏បានដែរប្រើ house loan right ខ្ញុំបាន lifestyle ភ្លាមប៉ុន្តែខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំគិតថាបងមនុស្សម្នាក់ pay $800 ប្រចាំខែ and you need to pay ទៅធនាគារ20ឆ្នាំ30ឆ្នាំ what if you need to wait a little bit and you save $800 ក្នុងរយៈពេល5ឆ្នាំជាមួយនឹងការប្រាក់ហ្នឹងយើងទិញផ្ទះបានទាំងដល់វាអញ្ចឹងណាអញ្ចឹងប៉ុន្តែបើសិនគាត់ត្រូវការប្រញាប់ឬក៏គាត់មានចំណូលគាត់យក$800ហើយចំណូលរបស់គាត់2000 that's okay តែបើចំណូលរបស់គាត់1000ហើយយើងយក800ទៅ pay សួរថាបានអីចិញ្ចឹមជីវិត emergency fund នៅណាអីនៅណាអញ្ចឹងសិក្សាពីធនាគារច្បាស់ធនាគារមិនមែនអាក្រក់ទេមកពីយើងអត់យល់ច្បាស់ពីវាសូម្បី credit បងប្អូន university should experience credit card first before going to car loan or house loan Please hold credit card with responsibility អូនឯងដឹងហើយដឹងថាក្នុងទូនឹងមានលុយភ្នែកនៅតែទូនឹងទេទនេឆ្វាច់ងោះទៅផឹក bubble tea ព្រឹកថ្ងៃល្ងាចផឹក sea party it's normal human behavior that make us human and that's also special as well so you need to do it with responsibility ដូចគាត់និយាយចឹងដឹង want ដឹង need ច្បាស់ដឹងខ្លួនឯងព្រោះ trap របស់ credit card អីគេឲ្យយើង loan free មួយខែហ្នឹងចាយបាន upfront មុនហ្នឹងតែគេដឹងគេសិក្សា behavior យើងហើយគេដឹងថាមនុស្សម៉េចចាយស្រួលបងសងតឹង behavior យើងអញ្ចឹងគេដាក់ការប្រាក់ឡើងខ្ពស់ការប្រាក់គេ 24% it's a lot យុគជ័យ bank ធម្មតាហ្មង around ហ្មង8ឥឡូវ market rate 8.59 they take you 24-25% ក្រណាអូនគេ1000ទេបងគេ250គិតមើល it's not worth it so don't fall into that trap a lot of American fall នៅក្នុង trap នឹងច្រើនបងនិយាយមែនពីនៅអាមេរិកដឹងហើយទៅសួរពួក American ភាគច្រើនមាន debt ទាំងអស់ all of them have debt they even call to you យកការទេទៅបីម្នាក់នឹងមិនកំពុងនៅក្នុង debt ក៏ដោយ yeah even negative credit ក៏ដីនៅតែឲ្យដែរ because it's become a commercial life now អញ្ចឹងI would like you guys to ask yes and no and based on your រូបមន្តទៅក្នុងសំណួរបន្ទាប់ដែលបងសួរសំណួរហ្នឹងអត់បានរៀបទុកទេចា Interesting Prina គួរទិញឡានអត់ yes or no yes and why and no please
ដាក់កាសដាក់ sorry ខ្ញុំគិតថាទិញឡាន it also falls under convenience and safety if it makes sense for you to buy it for the sake of safety and for the sake of convenience why not បើក្នុងករណីថាយើងគិតថាអូខេបើខ្ញុំទិញឡានទៅវាអាចជួយទីមួយវាអាចជួយទៅលើ daily my daily life and at the same time it also provides a sense of security ដោយសារតែអូខេខ្ញុំជិះម៉ូតូពេលខ្លះក្នុងករណីវាមានគ្រោះថ្នាក់វិញអាហ្នឹងយើងមើលអត់ដឹងឯទៅអត់ if I can understand the advantage of that ខ្ញុំអាច offset ជាមួយនឹងតម្លៃហ្នឹងបានប៉ុន្តែអាហ្នឹងបើខ្ញុំគិតទៅ start with what you can afford not what you want yeah and I think that's a safe way to go for it Let's say I have $500 បាទ The question is for both of you I want you to ប្រាក់ខែខ្ញុំមួយខែ500ឡានទីផ្សារយើងនិយាយយកអាល្មមចឹងណាល្មមចុះ15000គួរទិញឡានអត់ចុះ up Why not Why Tell me more លុយតិចពេកតែ លើប្រាក់ខែមែនបណ្ដាញទិញឡានហ្នឹងបាន Let's say ឥឡូវថាពីអ្នកប្តីប្រពន្ធចុះប្រាក់ខែមួយខែ500ម្នាក់បូកទៅ1000ឡានក្នុងតម្លៃទីផ្សារ15000គឺថានៅបានទេ សំលុយ cash សុទ្ធទិញឡានគ្រាន់បើជាងទៅ loan បើអាចឬក៏ at least have a large enough down payment to where a minimum payment weekly monthly payment វាតិច បើសិនជា1000បើត្រូវ pay តែ200បានហើយកុំឲ្យឡើងដល់500ឡើងក្នុងការ pay ប្រចាំខែ So they have one rule, they have one book that I really like, and I would like all of you to read that book. I want to teach you how to be rich. Got that? I want to teach you. I'm teaching you how to be rich. By one millionaire, got self-made millionaire in India. He said never buy new car, and he said. កុំតែឥឡូវគាត់ភៅហ្នឹងគាត់ទៅសេយូរហើយឥឡូវឡានអគ្គិសនីល្អហើយថោកទៀត so that didn't apply to be honest ខែកាលមុនឡានគេ bill last for forever ឥឡូវ bill last for 5 year អីចឹងទេចាអញ្ចឹងយើងអាច comply អាហ្នឹងបានទេប៉ុន្តែអ្វីដែលមានចិត្តយកចំណូលគ្រួសារបូកចូលគ្នា the price of the car should not be more than 10% of your annual income អញ្ចឹងបើសិនបើថាឡានយូរ10000 you ត្រូវសំ3-4ឆ្នាំអីទិញសំសិនកុំទិញហ្មង you fall into debt immediately because of this and you know what is human behavior ចា as soon as ប្រាក់ខែឡើងខ្ញុំ change lifestyle that is a trap តែឆ្ងល់ថាជួយវិញតើការឡើងប្រាក់ខែមិនបានទៅក្រដែរអញ្ចឹង that is because you change the way you ហ៊ានទិញមកអីអញ្ចឹងទៅ you still need a partner to run business Okay, I would like to close a session with one word. There's a bit passion នឹងនិយាយច្រើនណា Passion it's like a fire. Light up ហើយទៅបាត់ហើយមនុស្សជួយយកពាក្យ passion មកនិយាយដើម្បីឲ្យវាល្អឲ្យវាស្ដាប់ទៅព្រោះ But it's not the key success. You know what's the key success in everything that you do in life? There's only two. Okay? Discipline. Discipline, consistency. That is the two ingredients that sound so boring. Sound ពិបាកប៉ុន្តែផ្លូវទៅភាពជោគជ័យមិនមែនផ្លូវស្រួល beautiful ping ដូចយើងឃើញទៅគេយើងតាម social media you need to remember that it take him so maybe some time for you to consistently learn about it and keep doing it fix it and then it's coming out it's consistency discipline this also apply to your finance as well okay thank you so much